តីបងប្អូនទាំងអស់គ្នាមួយរយៈចុងក្រោយនេះបើបណ្ដាញសង្គមឃើញគេនិយាយច្រើនអំពីទីសក្ការៈវិមានឋានសួគ៌និងគម្រោងយិន Paradise ដែលនិយាយពីការបន់ស្រន់ការរំដោះគ្រោះសុំលាភជ័យមានបងប្អូនណាខ្លះដែលមិនទាន់បានទៅទស្សនាកម្សាន្តនៅក្នុងគម្រោងយិន Paradise ហើយនៅតែមិនទាន់ស្គាល់ផ្លូវចូលទៅកាន់គម្រោងតោះអញ្ចឹងធ្វើដំណើរទៅកាន់គម្រោងយិន Paradise ទាំងអស់គ្នាសម្រាប់បងប្អូនដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញអាចធ្វើដំណើរតាមបណ្ដោយផ្លូវចិត្តលេខ3សំដៅទៅខេត្តកំពតរហូតដល់អាស្រមជំទាវម៉ៅទៅត្រង់ប្រហែល3គីឡូម៉ែត្រនឹងបានឃើញស្លាកប៉ាណូដែលមានរូបអ្នកគ្រូណាលីដែលជាស្ថាបនិករបស់គម្រោងយិន Paradise នៅខាងស្ដាំដៃក្បែរវត្តសុខមនោរម្យបងប្អូនអាចបត់ស្ដាំតាមផ្លូវខ្សែ3ប្រហែល15ទៅ20នាទីព្រមទាំងបានគយគន់តាមដងផ្លូវផ្ទះអ្នកភូមិរស់នៅតាមបែបជនបទថែមទាំងឃើញជ្រលងភ្នំដ៏វែងអន្លាយតែកន្ទុយភ្នែកមិនថាបងប្អូនដែលធ្វើដំណើរដោយយានយន្តឬយានជំនិះគ្រប់ប្រភេទក៏អាចចូលទស្សនានៅក្នុងគម្រោងយិន Paradise បានផងដែរភ្លេចខ្លួនតែមួយផ្លែសោះឥឡូវនេះបានមកដល់គម្រោងយិន Paradise ល្មមចុះមកដល់ខាងមុខគម្រោងភ្លាមបងប្អូនប្រកាសជាមានអារម្មណ៍រំភើបផ្លាស់តែម្ដងព្រោះបានធ្វើដំណើរឆ្លងកាត់តាមខ្លៅទ្វារគម្រោងយិន Paradise ដ៏ធំស្កឹមស្កៃអមដោយរចនាបថខ្មែរល្អប្រណិតដែលអាចឲ្យបងប្អូនទាំងអស់គ្នាចេញចូលដោយរលូននិងស្រស់ស្រាយកុំភ្លេចណាសម្រាប់អ្នកដែលមិនទាន់បានចូលមកទស្សនាកម្សាន្តនៅរោងចាំអីទៀតគម្រោងយិន Paradise បើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចនិងចូលទស្សនាកម្សាន្តដោយសេរី